បន្ទាប់ពីទូផលយើងដាក់មេប្រូចទៅបាត់អ្នកដែលបានមកស៊ើបអង្កេតនៅកន្លែងកើតហេតុហ្នឹងក៏បានមកដល់ហើយនាងក៏បានអឺមើលនៅកន្លែងហ្នឹងហើយព្យាយាមមើលថានៅហ្នឹងមានអីកើតឡើងអញ្ចឹងណាហើយនាងក៏បានដឹងថានៅនេះគឺប្រកាសជាមានថាមពលពិសេសហើយមានអ្នកស្រូបយកទៅហើយនៅខាងក្រោយនាងគឺគ្រូយូបានដេញកូនសិស្សហ្នឹងឲ្យចេញទៅកន្លែងណាមានសុវត្ថិភាពទៅហើយចំណែកឯអតីតសង្សាររបស់តួប្រុសយើងហ្នឹងក៏ងាកទៅនៅកន្ទុយភ្នែកមើលទៅដូចជាតួប្រុសប៉ុន្តែនាងក៏បានគិតថាមិនមែនទេតួប្រុសយើងមានសមត្ថភាពណាមកចូលរៀននៅសាលាធំអញ្ចឹងឥឡូវដល់ល្ងាចឯណាអ្នកនរគ្នាតួប្រុសរបស់យើងគឺគាត់គេងល្អូថាអូម៉ែហើយក្តៅយ៉ាងហ្នឹងហើយគាត់ថាយប់ហ្នឹងនឹងដេកលក់អត់ទេនេះដោយសារតែគាត់ងូតទឹកត្រជាក់ឡើងឲ្យកោកដងហើយឡើងយូរប៉ុន្តែនៅតែក្តៅដដែលពេលហ្នឹងគាត់បាននឹកឃើញថាមានព័ត៌មានដែលកំពុងតែផ្ទុះខ្លាំងមួយអំពីសមាគមហ្វឹកហាត់ថាមពលវិញ្ញាណតួប្រុសយើងបានចាំថាកាលពីជីវិតមុននោះម្នាក់ៗគិតថារឿងហ្នឹងគ្រាន់តែជាការលេងសើចគ្រាន់តែជាព័ត៌មានមិនពិតប៉ុណ្ណោះប៉ុន្តែពេលដែលតួប្រុសនឹកឃើញមនុស្សម្នាក់ដែលថាចុះឆែកនៅសាលាហ្នឹងច្បាស់ណាស់ប្រកាសជាក្រុមមកពីសមាគមមួយហ្នឹងហើយគាត់ក៏បានចុចអានព័ត៌មានបន្ថែមហើយក៏ដឹងថាការហ្វឹកហាត់ថាមពលវិញ្ញាណគឺអាចឡើងកម្រិតបានដោយការសមាធិនិងការស្រូបយកថាមពលផ្សេងៗតួប្រុសយើងគិតថាចុំជីវិតមុនគឺគាត់អត់ដឹងទេថាធ្វើអញ្ចឹងបានគាត់ក៏ចាប់ផ្ដើមសមាធិហើយប្រមូលផ្ដុំយកថាមពលរបស់គាត់ហ្នឹងដើម្បីហ្វឹកហាត់ថាមពលមួយហ្នឹងដោយសារតែគាត់គឺអត់ទាន់គ្រប់គ្រងបានទេពេលហ្នឹងគាត់ចាប់ផ្ដើមបែកញើសយ៉ាងខ្លាំងហើយក៏អណ្តែតទៅលើអាកាសហើយមានពន្លឺពណ៌មាសចែងចាំងជុំវិញខ្លួនគាត់ក៏បានផ្ដោតអារម្មណ៍ដើម្បីប្រមូលផ្ដុំថាមពលរបស់គាត់នឹងបង្កើតជាអាវុធមួយដូចជារូបរាងពូថៅអញ្ចឹងហើយគាត់ក៏បានសម្រេចពេលនោះ System ក៏បានលោតមកប្រាប់គាត់ថាគាត់បានបំបែកទៅកម្រិតមួយទៀតហើយក៏ទទួលបាន50ពិន្ទុផងដែរតួរបស់យើងបានមើលទៅលើ screen របស់ System ហ្នឹងហើយក៏បានឆ្ងល់ថាអាបន្ទុហ្នឹងគេយកមកធ្វើអីហើយ System ក៏បានប្រាប់គាត់ទៅអាបន្ទុហ្នឹងគឺយើងអាចយកមកប្រើប្រាស់ជាថាមពលដើម្បីគ្រប់គ្រងទៅលើវត្ថុផ្សេងៗបានឲ្យវាកាន់តែខ្លាំងអញ្ចឹងណាបើសិនជាយើងដាក់ថាមពលទៅលើវាហើយតួប្រុសក៏បានប្រើអស់មួយបន្ទុកដើម្បីបញ្ជាកែវហ្នឹងឲ្យវាហោះតាមតែចិត្តចង់របស់គាត់ហើយគាត់ក៏បានសើចគាត់គិតថាថាមពលហ្នឹងលយបើសិនជាគាត់ទិញអាវុធឲ្យច្រើនហើយដាក់ថាមពលហ្នឹងចូលទៅអាវុធនោះវានឹងកាន់តែខ្លាំងអញ្ចឹងហើយគាត់ក៏បានងាកទៅមើលដែលលើភ្នែករបស់គាត់ហ្នឹងគាត់គិតថាបើសិនជាគាត់សាកល្បងប្រើទៅលើវាហើយជោគជ័យគាត់នឹងទិញអាវុធមួយដែលខ្លាំងហើយក៏បញ្ចូលថាមពលហ្នឹងតួប្រុសយើងក៏បានហ្វឹកហាត់បន្តតែអត់បានដឹងទេគឺថានៅខាងក្រៅផ្ទះគាត់ហ្នឹងមានកូនទន្សាយដ៏សែនខ្ជួតភ្នែកពណ៌ក្រហមស្ទើរតែជាកូនហ្នឹងកំពុងមើលទៅបន្ទប់គាត់ហ្នឹងវាមកហ្នឹងដោយសារតែវាធំចំហាយអាពលឺយ៉ែងរបស់តួប្រុសយើងតែតួប្រុសយើងមានដឹងខ្យល់អីទេដេកលក់ស្រួលផងឮសំឡេងក្រោកក្រាកតួប្រុសយើងក៏បានបើកភ្នែកមកគិតក្នុងចិត្តថាយ៉ាញ៉ៃមែនតើហើយសំឡេងអីហ្នឹងហើយគាត់គិតថាប្រហែលជាសំឡេងសត្វឆ្មារបស់អ្នកជិតខាងគាត់ហើយគាត់ក៏បានខំប្រឹងស្ដាប់ម្ដងទៀតដោយយកចិត្តទុកដាក់លើកនេះគឺគាត់ឮសំឡេងកាន់តែខ្លាំងហើយសំឡេងហ្នឹងមើលទៅដូចជាមុខបន្ទប់គាត់ក៏បានបើកព្រួយទៅមើលហើយក៏ឃើញអូនទន្សាយដែលកាត់បីសាយហ្នឹងនឹងស្អាតមែនតើបើកភ្នែកដល់ប៉ុណ្ណាណីហើយហក់មកហ្មងតួប្រុសយើងអាពេលហ្នឹងស្រឡាញ់កាំងមែនតើចុំឯងមិនតបានទៅរកវាផងវាមករកឯងបាត់ហើយវាមករកឯងមកយើងមិនក៏វាដឹងថាយើងនៅនឹងការចងចាំតើគួរឲ្យភ័យខ្លាចពីជីវិតមុនរបស់គាត់ហ្នឹងក៏ធ្វើឲ្យគាត់គាំងនៅមួយកន្លែងហ្នឹងអត់ដឹងធ្វើម៉េចទេសាច់រឿងក៏បានកាត់មកនៅក្នុងទីក្រុងវិញគឺមានការស្វែងរកបិសាចទុនសាយហ្នឹងគឺរកអត់ឃើញទេហើយមូលហេតុដែលវាកាត់បិសាចដ៏ខ្លាំងហ្នឹងដោយសារតែវាស៊ីផ្លែឈើថាមពលមួយនាងក៏បានប្រាប់ក្រុមការងាររបស់នាងថាបើសិនជាមានសញ្ញាពីបិសាចទុនសាយហ្នឹងកុំភ្លេចប្រាប់នាងផងបន្ទាប់ពីនិយាយហើយនាងក៏បានលោតចុះពីអគារដ៏សែនខ្ពស់មកនាងក៏មានអារម្មណ៍ថាថាមពលបិសាចគឺនៅម្ដុំហ្នឹងបន្ទាប់មកនាងក៏បានបែរលោតទៅទិសដៅដែលមានថាមពលបិសាចហ្នឹងខ្លាំងអញ្ចឹងទៅបន្ទាប់ពីលោតពីអគារមួយទៅអគារមួយហ្នឹងមនុស្សប្រុសម្នាក់ក៏បានឃើញហើយគាត់ក៏មានអារម្មណ៍ថាចុំគាត់មើលខុសហើយក៏បានសួរមេរបស់គាត់ថាមេអើយមេខ្ញុំមានអារម្មណ៍ថាខ្ញុំបែកមិនអីថ្ងៃហ្នឹងខ្ញុំឃើញដូចជាមានមនុស្សលោតឡើងខ្ពស់នៅលើអាកាស
កាត់មកកន្លែងតួព្ររបស់យើងវិញបិសាចទន់ខ្សែហ្នឹងក៏វាបានហក់មកហាមតួព្ររបស់យើងដោយសារតែថាមពលរបស់តួប្រុសយើងទើបតែឡើងទៅមួយកម្រិតទៀតអញ្ចឹងហើយការវាយប្រហារហ្នឹងគឺវាយគាត់អត់បានទេហ្វាំងយីបានចាប់អារម្មណ៍ថាថាមពលរបស់គាត់គឺខ្លាំងហើយខ្លួនប្រាណរបស់គាត់គឺរហ័សរហួនជាងមុនដោយសារតែមានថាមពលព្រះអាទិត្យនៅក្នុងដៃគាត់ក៏មើលឃើញការវាយប្រហាររបស់បិសាចហ្នឹងដើរយឺតហ្វាំងយីក៏បានដឹងថាបិសាចទន្សាយហ្នឹងគឺវាអត់ទាន់ខ្លាំងដល់កម្រិតកំពូលរបស់វាទេអញ្ចឹងហើយគាត់អាចវាយឈ្នះវាបានហ្វាំងយីក៏បានហក់ទៅវាយវាដោយសារបើសិនជាមិនវាយវាទេមនុស្សដែលនៅក្នុងអគារហ្នឹងត្រូវស្លាប់ទាំងអស់ហើយ